បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានដំណឹងដ៏រីករាយមួយជំរាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាជាទីសន្តាប់បាទថ្ងៃនេះគឺទូរទស្សន៍អាស៊ីសេរីដែលបានបំលែងខ្លួនពីវិទ្យុអាស៊ីសេរីយើងដឹងទាំងអស់គ្នាហើយថាវិទ្យុអាស៊ីសេរីគឺជាវិទ្យុដែលផ្សាយព័ត៌មានពិតផ្សាយព័ត៌មានឯករាជ្យពីប្រទេសកម្ពុជាហើយចែកជូនទៅប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសកម្ពុជាហើយថ្ងៃនេះដែរគឺសេចក្តីថ្លែងការណ៍របស់ទូរទស្សន៍អាស៊ីសេរីគឺពួកគាត់បញ្ជាក់ថានឹងចាប់ផ្ដើមដំណើរការផ្សាយនៅថ្ងៃទី17ខែវិច្ឆិកានៅឆ្នាំ2025ប្រហែលថ្ងៃខាងមុខនេះហើយកម្មវិធីផ្សាយនេះគឺមានផ្សាយចាប់ពីម៉ោង7:30នាទីដល់ម៉ោង8:30នាទីល្ងាចមកនៅក្នុងប្រទេសកម្ពុជាហើយកម្មវិធីផ្សាយនេះដែរគឺមានផ្សាយនៅលើទំព័រ Facebook ដែលមានដាក់ថា TFA ខ្មែរនិងលើ YouTube www.youtube.com/tfa ខ្មែរបាទហើយយើងដឹងហើយថាទូរទស្សន៍អាស៊ីសេរីឬក៏ក្រុមការងារចាស់របស់វិទ្យុអាស៊ីសេរីនេះគឺតែងតែនាំយកព័ត៌មានពិតឬនិងព័ត៌មានផ្សេងៗដែលផ្សាយពីប្រទេសកម្ពុជាចែករំលែកជូនទៅប្រជាពលរដ្ឋខ្មែរឲ្យដឹងថាតើសកម្មភាពនិងការងារសពថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរជួបទុក្ខលំបាកអ្វីខ្លះហើយរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនឹងធ្វើទុកបុកម្នេញនិងគៀបសង្កត់ជិះជាន់ប្រជាពលរដ្ឋយ៉ាងណាខ្លះជាពិសេសទៅទៀតនោះគឺមន្ត្រីក្រមអាវ៉ាតរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតនោះតែងតែប្រព្រឹត្តប្រឆាចផ្សេងហើយទូរទស្សន៍អាស៊ីសេរីគឺជាស្ថាប័នព័ត៌មានមួយឯករាជ្យដោយប្រជាពលរដ្ឋខ្មែរទាំងមូលមិនថានៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្រៅប្រទេសផងដែរដែលអាចជឿទុកចិត្តបានហេតុដូច្នេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាសូមអញ្ជើញចូលរួមតាមដានស្ដាប់និងទេសនានៅវិទ្យុអាស៊ីសេរីនៅដែលចាប់ផ្ដើមដំណើរការផ្សាយនៅថ្ងៃទី17ខែវិច្ឆិកាខាងមុខនេះបាទសូមអរគុណសូមជម្រាប